បាទអរគុណឃើញគ្នាយើងចូលរួមជែកពពផងអញ្ចឹងដូចយើងត្រឡប់មកវិញអញ្ចឹងគឺsnow បាទ snow នៃប្រជាធិបតេយ្យហ្នឹងគឺ snow នៃជាធិបតេយ្យសេរីគឺអធិបតេយ្យភាពពលរដ្ឋហៅpopular sovereignty ក៏ people sovereignty ណាបាទហើយបើយើងបញ្ញត្តិបើយើងជែកទៅក្នុងរដ្ឋធម្មនុញ្ញគឺមានចែងច្បាស់នៅក្នុងមាត្រាទី51ហ្នឹងបាទមាត្រា51ថ្មីនេះគឺចែងច្បាស់នឹងអំណាចទាំងអស់ជារបស់ជាពលរដ្ឋនឹងនិយាយរដ្ឋធម្មនុញ្ញខ្មែរយើងណាចឹងមានថានៅក្នុងច្បាប់គឺមានចែងមានបញ្ញត្តិហើយតែយើងដឹងថានយោបាយវាជាដំណើរការវាជា process វាជាដំណើរការដែរណាវាជាតែវាជាដំណើរការដែរមានថាវាមិនកើតហើយចប់អញ្ចឹងដើម្បីកសាងឲ្យសង្គមនឹងខ្លាចជាតបៃរឹងមាំហ្នឹងហើយវាទាមនៅដំណើរការវាទាមនៅការបន្តធ្វើដោយអត្តចមធ្យោបាយយើងដឹងថានៅក្នុងសង្គមប្រជាធិបតេយ្យមធ្យោបាយដើម្បីផ្លាស់ប្ដូរអំណាចដោយភាពស្របច្បាប់គឺតាមរយៈយន្តការនៃការបោះឆ្នោតហ្នឹងឯងអញ្ចឹងយើងនិយាយក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យគឺការផ្លាស់ប្ដូរអំណាចគឺតាមរយៈយន្តការនៃការបោះឆ្នោតប៉ុន្តែប្រវត្តិសាស្ត្រមនុស្សជាតិបានបង្ហាញហើយនៅក្នុងការបញ្ចេញនយោបាយការបញ្ចេញនយោបាយអំណាចហ្នឹងគឺយើងដឹងហើយថាមានរូបភាពនៃការផ្លាស់ប្ដូរអំណាចតាមរយៈចុងកណ្ដុងអាហ្នឹងយើងឃើញថាការវិវត្តបែបហ្នឹងគឺវាពិបាកនឹងស្ដារនឹងធ្វើឲ្យមាននិរន្តរភាពរយៈពេលយូរវែងពីការពិតមានអ្នកមិនសប្បាយចិត្តនិងអ្នកសប្បាយចិត្តពីការគ្រប់គ្រងរដ្ឋរបស់ប្រទេសមួយអ្នកដែលសប្បាយចិត្តគឺនៅក្នុងក្របខ័ណ្ឌមិនប្រជាធិបតេយ្យអ្នកដែលសប្បាយចិត្តគឺច្បាស់ជាអ្នកកាន់អំណាចនិងបកពួកអ្នកកាន់អំណាចហើយអ្នកមិនសប្បាយចិត្តច្បាស់ជាក្រុមជំទាស់ឬក្រុមដែលរងការធ្វើទុកបុកម្នេញជិះជាន់ស្កត់กันទៅអញ្ចឹងប្រវត្តិសាស្ត្ររបស់មនុស្សជាតិវាវិវត្តទៅលើរឿងបដិវត្តបាទការធ្វើបដិវត្តដូរមករបបចាស់បង្កើតរបបថ្មីហ្នឹងអាចបដូរពីរបបចាស់ផ្នែកការមួយទៅបង្កើតរបបចាស់ហើយបង្កើតរបបថ្មីផ្នែកការមួយទៀតដែលអ្នកជាសាស្ត្រនយោបាយគេប្រមាណមើលឃើញថាពិបាកនឹងធ្វើឲ្យសង្គមនឹងមាននិរន្តរភាពមានស្ថិរភាពយូរអង្វែងព្រោះចាស់គេដឹងវាអាក្រក់ប៉ុណ្ណឹងប៉ុន្តែមិនប្រកាសតែអាថ្មីវាល្អជាងអាហ្នឹងយើងនិយាយពីទស្សនៈរបស់អ្នកសិក្សាអ្នកជាសាស្ត្រនយោបាយដែលគេសិក្សាពីការប្រែប្រួលរបស់ប្រព័ន្ធគ្រប់គ្រងរដ្ឋអញ្ចឹងណាអញ្ចឹងហើយបានទម្រង់នៃការគ្រប់គ្រងរដ្ឋបែបប្រជាធិបតេយ្យសេរីហ្នឹងគឺវាជាទម្រង់ដែលគួរបានសមប្រកបជាងទម្រង់នៃការគ្រប់គ្រងរដ្ឋបែបផ្សេងទៀតប៉ុន្តែដើម្បីយើងទៅយល់ដឹងហ្នឹងវាចេញពីសារទៀតមួយទៀតគឺតកតងរឿងត្រែហ្នឹងគឺការអត់ឱនខាងសាសនាសារជាប់ជាមួយនឹងការអត់ឱនខាងស៊ីវិលហ្នឹងបាទអញ្ចឹងមានន័យថានៅពេលដែលយើងយល់ពីកណន័យកិច្ចយើងយល់ពីកតកិច្ចយើងមានចំណេះដឹងយើងមានសិលធម៌យើងមានគុណធម៌នៅក្នុងការផ្ដល់នៅដំណោះស្រាយនៅក្នុងការចូលរួមក្នុងដំណើរការយន្តការរបស់សង្គមនេះអ្នកសិទ្ធិមានកតកិច្ចមានយន្តការផ្សេងគ្នានៅក្នុងការបំពេញបន្ថែមទៅនឹងដំណើរការនយោបាយចឹងឧទាហរណ៍នយោបាយនៅកម្ពុជាយើងនិយាយពីនយោបាយជាតិតៃអញ្ចឹងខ្ញុំនិយាយតែពីយន្តការដំណើរការនៃជាតិតៃបាទយើងអត់និយាយពីជំរឿផ្សេងទៀតនៅក្នុងការទៅបញ្ចេញអំណាចបើយើងនិយាយពីយន្តការផ្សេងទៀតដែលក្រៅពីយន្តការប្រជាធិបតេយ្យអាហ្នឹងយើងអាចនិយាយនៅក្នុងក្របខ័ណ្ឌនីតិរដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យសេរីបានទេហ្នឹងហើយប៉ុណ្ណឹងវត្តសាស្ត្ររបស់យើងបានបង្ហាញមួយហើយការបដូរអំណាចតាមរយៈការប្រចុងកណ្ដុងហ្នឹងគឺយើងឃើញថាវាសុខភាពក្នុងវេទនាវាមិនយើងឆ្លងកាត់ប្រវត្តិសាស្ត្ររបស់គ្នាដែលយើងមើលឃើញតែអ្វីដែលយើងនិយាយនៅទីនេះគឺទៅក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យចាប់បាទក្នុងក្របខ័ណ្ឌប្រជាធិបតេយ្យខ្ញុំមានន័យថាយើងអាចទៅបញ្ចេញអំណាចទៅតាមយកអំណាចរដ្ឋហ្នឹងបាទស្ដាប់ទៀតបាទទៅតាមយកអំណាចរដ្ឋព្រោះធម្មតាទេការធ្វើនយោបាយគឺដើម្បីទៅយកអំណាចក្លឹមរបស់នយោបាយគឺបាទទៅយកអំណាចហ្នឹងឯងប៉ុន្តែគាត់សំណួរសួរថាយកអំណាចធ្វើអីទេហ្នឹងហើយយកអំណាចធ្វើអីហ្នឹងហើយអញ្ចឹងបាននិយាយនៅក្នុងបញ្ញត្តិនយោបាយហ្នឹងមានបញ្ញត្តិទី2នៃនយោបាយនៅក្នុងសភៅដែលខ្ញុំសរសេរដែរហ្នឹងគឺតាក់ទងទៅនឹងកិច្ចការសាធារណៈបាទហើយយើងបញ្យល់មុននឹងដែរថាទៅពេលយើងទៅធ្វើនយោបាយយើងទៅទទួលតួនាទីភារកិច្ចកាតព្វកិច្ចធុរកិច្ចនៅក្នុងការដឹកនាំប្រទេសហ្នឹងគឺដើម្បីទៅអនុវត្តគោលនយោបាយដើម្បីបម្រើផលប្រយោជន៍សាធារណៈអញ្ចឹងមានន័យថាយើងបានទម្លាក់អំរែកនៃផលប្រយោជន៍របស់ខ្លួនបពុះខ្លួននិងគ្រួសារខ្លួនចេញពីកាតព្វកិច្ចសាធារណៈចេញពីផលប្រយោជន៍នៃពេលដែលជំនឿនាំនយោបាយហើយអញ្ចឹងបានគេបង្រៀនយើងឲ្យរៀនវិទ្យាសាស្ត្រនយោបាយឲ្យយល់ដឹងពីវិទ្យាសាស្ត្រនយោបាយគេបរៀនយើងឲ្យបាទដូចជាអ្នកទៅធ្វើចៅក្រមទៅឆ្លងកាត់ច្បាប់ទស្សនវិជ្ជាច្បាប់នេះទៅបាទអ្នករៀនពេទ្យទៅឆ្លងកាត់ទស្សនវិជ្ជាពេទ្យទៅបាទហើយក្រមសីលធម៌របស់គ្រូពេទ្យគ្រូបរៀនទៅឆ្លងកាត់គ្រូកសលឆ្លងកាត់
បាទទស្សនៈជារបស់គ្រូបរិញ្ញានេះទៅវាមានអាហ្នឹងចងខ្លួនឯងចងសិលធម៌ខ្លួនឯងដល់ពេលយើងទៅកាន់កិច្ចការងាររដ្ឋយើងទម្លាក់អំរែកអផលប្រយោជន៍ដល់ខ្លួនហ្នឹងទៅព្យាយាមបំរើផលប្រយោជន៍សាធារណៈប៉ុន្តែសួរថាហ្នឹងវាគ្រប់គ្រាន់ទេអាសុឆន្ទៈអ្នកសកម្មរបស់អ្នកនយោបាយថាខ្លួនឯងជាអ្នកល្អហ្នឹងវាគ្រប់គ្រាន់វាអត់ទេវាទាមទារនៅយន្តការស្ថាប័នទាមទារនៅយន្តការច្បាប់ហ្នឹងដែលយើងនិយាយថាវិតនវាចរិតនៅក្នុងគោលការណ៍នីតិរដ្ឋហ្នឹងឯងបាទអញ្ចឹងគ្នាយើងលើកឡើងតទៅតរយភាពអំណាចអញ្ចឹងតរយភាពអំណាចនៅក្នុងប្រព័ន្ធគ្រប់គ្រងបែបប្រជាធិបតេយ្យវាផ្សេងៗគ្នាវាអាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងរដ្ឋតរយភាពអំណាចក្នុងរបបប្រធានាធិបតីនិយមហ្នឹងវាផ្សេងហើយតរយភាពអំណាចនៅក្នុងប្រព័ន្ធសភានិយមហ្នឹងវាផ្សេងអញ្ចឹងជាទូទៅគឺអ្នកនយោបាយខ្មែរយើងឬក៏ប្រជាពលរដ្ឋខ្មែរយើងអត់ទាន់យល់ដឹងស៊ីជម្រៅទៅលើយន្តការនៃការគ្រប់គ្រងរដ្ឋបែបសភានិយមទេរួមទាំងអ្នកនយោបាយខ្លះដែរណាមិនទាំងអស់ទេខ្ញុំមិនដៅថាទាំងអស់អត់ចេះទេមិនថាមានអ្នកអត់ទាន់យល់ពីប្រព័ន្ធគ្រប់គ្រងរដ្ឋបែបសភានិយមហ្នឹងហើយតរយភាពអំណាចនៅក្នុងរបបសភានិយមគឺតរយភាពអំណាចរវាងសម្លេងភាគច្រើននិងសម្លេងភាគតិចនៅក្នុងយន្តការសភាព្រោះហេតុអីពីព្រោះរដ្ឋសភាជាតួអង្គតែមួយគត់ដែលមានអំណាចនៅក្នុងការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឲ្យរដ្ឋាភិបាលហើយជាតួអង្គតែមួយគត់ដែលមានអំណាចផ្ដាច់មុខនៅក្នុងការទម្លាក់រដ្ឋាភិបាលដែរប្រជាពលរដ្ឋបោះឆ្នោតឬតំណាងរាស្ត្របាទតំណាងរាស្ត្របានទៅបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តទៅឲ្យការរដ្ឋាភិបាលប៉ុន្តែច្បាប់យើងចែងច្បាស់ហើយថាអ្នកដែលអាចចូលជាបេក្ខភាពនាយករដ្ឋមន្ត្រីបានជាបេក្ខភាពនាយករដ្ឋមន្ត្រីដើម្បីឲ្យសភាបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តបានជាអ្នកដែលជាប់ឆ្នោតជាតំណាងរាស្ត្រហើយមកពីគណៈបកដែរឈ្នះឆ្នោតលំដាប់ទី1នឹងចងច្បាស់ថៃអត់ទេបាទថៃនិយាយអ្នកចាញ់ឆ្នោតអាចខ្លាយនាយករដ្ឋមន្ត្រីបានតែខ្មែរយើងអត់បានទេខ្មែរយើងគឺតែថាត្រូវតែចេញពីគណៈបកដែលឈ្នះឆ្នោតលំដាប់ទី1បាទក្នុងន័យនេះចេះក្នុងន័យថារបបសភានិយមអ្នកណាដែលបានកៅអីខ្ញុំហៅថាឈ្នះឆ្នោតចោះហ្នឹងហើយព្រោះមិនរបបប្រធានាធិបតីនិយមណារបបប្រធានាធិបតីនិយមយើងចាញ់ឆ្នោតតាមកៅអីគឺក៏ចាញ់នេះដែរចាញ់រដ្ឋភូមិណាកម្មមកសម្លេងក៏យើងចាញ់ដែរយើងចង់និយាយចឹងណាតែក្នុងរបបសភានិយមអត់ទេហ្នឹងហើយក្នុងរបបសភានិយមអ្នកដែលឈ្នះកៅអីហ្នឹងគឺអ្នកឈ្នះឆ្នោតឬក៏អ្នកឈ្នះបានច្រើនហ្នឹងគឺមានអំណាចផ្នែកមុខក្នុងការដាក់ឯកភាពយុរដ្ឋមន្ត្រីបើសិនជាសម្លេងរបស់គេនឹងវាលើសពី50/1ស្វែងលើរដ្ឋធម្មនុញ្ញរបស់យើងណាគឺគាត់មានសិទ្ធិបង្កើតរដ្ឋាភិបាលដោយខ្លួនឯងប៉ុន្តែបើសម្លេងរបស់គាត់អត់គ្រប់ទេគាត់ទាមទារឲ្យមានការបង្កើតរដ្ឋាភិបាលចម្រុះហ្នឹងហើយអាហ្នឹងយើងត្រូវយល់ដឹងពីទម្រង់នឹងដែរប៉ុន្តែនយោបាយមួយចំនួនក៏អត់យល់ទេគាត់ធ្វើម៉េចដូចជាការប្រជែងគ្នាទៅឈ្នះឆ្នោតបែបប្រធានាធិបតីយមចឹងហើយគាត់អត់លេងសិលឹកវាជួនការសភាទេបាទអត់ប្រើប្រាស់យន្តការសភាអត់ប្រើប្រាស់សិទ្ធិអំណាចដែលមានចែងនៅក្នុងច្បាប់អត់បានពង្រឹងយន្តការសភាឲ្យខ្លាំងដើម្បីឲ្យរដ្ឋាភិបាលនឹងទទួលខុសត្រូវចំពោះមុខរដ្ឋសភាអាហ្នឹងចឹងត្រូវតែចោលពីទួនាទីរបស់អ្នកតំណាងរាស្ត្រដែលខ្ញុំសួរដែរឥឡូវ125បាន125ហ្នឹង120របស់គណៈបកអំណាច5ហ្នឹងមកពីគណៈបកមួយទៀតហ្នឹងតែបានបំពេញទួនាទីការងារហ្នឹងប្រកបដោយទំនួលខុសត្រូវក្នុងនាមជាអ្នកស៊ីបកាយរាជហើយឬនៅអាហ្នឹងតែយើងត្រូវតាមតាមនេះខ្លះមើលតែយើងអាចប្រើប្រាស់សិទ្ធិដើម្បីជំរុញឲ្យអ្នកអស់គ្នាហ្នឹងអាចបដិបត្តិនៅសិទ្ធិអំណាចរបស់ខ្លួនបាននៅក្នុងក្រដាហ្នឹងនៅក្នុងភាពនិយាយពីរបបសភានិយមតាមបែបទស្សន័យឲ្យការអនុវត្តបដិបត្តិជាក់ស្ដែងហ្នឹងហើយវាដឹងថានយោបាយវាជាដំណើរការបាទនៃការគោលជ័យដើម្បីទៅទទួលបានភាពស្របច្បាប់ដើម្បីទទួលបានភាពស្របច្បាប់កាន់កិច្ចការងាររដ្ឋហ្នឹងតាមរយៈការបោះឆ្នោតថ្ងៃអញ្ចឹងវាត្រូវទៅយន្តការពាក់ព័ន្ធទៀតមានយន្តការនៃការបោះឆ្នោតទៀតថាការបោះឆ្នោតហ្នឹងវាសេរីត្រឹមត្រូវយុត្តិធម៌អនុលោមទៅតាមច្បាប់ពិសេសគឺមាត្រាទី76ខ្ញុំមិនច្រឡំទេនៃរដ្ឋធម្មនុញ្ញដែលនិយាយពីគោលការណ៍បោះឆ្នោត5យ៉ាងនោះដើម្បីធានាការបោះឆ្នោតមួយមានលក្ខណៈសេរីត្រឹមត្រូវយុត្តិធម៌ហ្នឹងទៅមើលហ្នឹងទៀតទៅសិក្សាពីធៀបគោលទៀតហ្នឹងហើយបែរថានៅពេលពលរដ្ឋយល់ដឹងពីសិទ្ធិនយោបាយពលរដ្ឋយល់ដឹងពីចំណេះដឹងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋខ្ញុំគិតថាសកម្មភាពរបស់ពលរដ្ឋនឹងសរសើរស្រាំនឹងធ្វើឲ្យជាតតៃទាំងកាន់តែល្អប្រសើរជាងពេលបច្ចុប្បន្នអញ្ចឹងមិនបន្ទោសទៅលើប្រជាពលរដ្ឋទេព្រោះវាជាការបំពេញឲ្យគ្នាទៅវិញទៅមករវាងអ្នកនយោបាយហើយជាមួយនឹងប្រជាពលរដ្ឋហ្នឹងហើយចឹងបើសិនជាសង្គមសម្បូរអ្នកចេះដឹងឲ្យអ្នកនយោបាយក៏ជាអ្នកចេះដឹងដែរអញ្ចឹងខ្ញុំគិតថាការវិវត្តទៅរកសង្គមមួយដែលល្អប្រសើរវានឹងល្អប្រសើរជាងពេលបច្ចុប្បន្នហ្នឹងហើយ
ខ្ញុំនិយាយជាលក្ខណៈទស្សនៈខ្ញុំចង់និយាយពីរកសេដ្ឋារណៈខុសណាស់ទៅគោលនយោបាយវាដំណើរការទៅបែបហ្នឹងឯងចឹងណាហើយដើម្បីបានជាគេត្រូវការរក្សាអំណាចហ្នឹងហើយសំណួរហ្នឹងគឺអ្នកជាសាស្ត្រនយោបាយគេសួរក៏វាដឹងគេឆ្លើយដែរហ្នឹងនយោបាយនៅក្នុងកម្រិតខ្ពស់វានាំឲ្យសង្គមស៊ីវិល័យបាទវានាំឲ្យសង្គមមានសុខសន្តិភាពមាននិរន្តរភាពសេដ្ឋកិច្ចរីកចម្រើនបាទពលរដ្ឋស៊ីវិល័យណាបង្កើតជាសកម្មភាពអីឡើងតែនយោបាយក្នុងកម្រិតអន្តរគឺច្បាស់ហើយជាធ្លាក់ក្នុងប្រជាហិង្សាដោយរបបខ្មែរក្រហមជាគំរូចឹងទៅហ្នឹងអញ្ចឹងនៅពេលការវិវត្តនៃប្រវត្តិសាស្ត្រនយោបាយរបស់ខ្មែរយើងវិវត្តពីរបបប្រជាធិបតេយ្យវិវត្តមករបបផ្ដាច់ការឥឡូវនេះយើងវិវត្តមករបបប្រជាធិបតេយ្យសេរីបុព្វដែលមានចែងក្នុងរដ្ឋធម្មនុញ្ញយើងនិយាយថាវាចែងក្នុងរដ្ឋធម្មនុញ្ញអញ្ចឹងតែប្រសិទ្ធភាពនៃការអនុវត្តរបស់វាយើងទាមទារនៅការវិនិច្ឆ័យនេះបាទដើម្បីធ្វើម៉េចកែខៃឲ្យតាំងទៅរកកណ្ដោងប្រជាធិបតេយ្យឲ្យវាត្រឹមត្រូវពេញលេញពេលប្រជាធិបតេយ្យវារឹងមាំសេរីពេញលេញអានឹងផលប្រយោជន៍នឹងទទួលបានជាប្រវត្តិកម្មច្រើនអានឹងជាចម្លើយរួមចឹងណាបាទហើយការឲ្យចម្លើយការវិនិច្ឆ័យទៅលើប្រសិទ្ធភាពរបស់រដ្ឋាភិបាលធ្វើបានកម្រិតណានេះជាការពិតជាការយល់ឃើញរបស់ប្រជាពលរដ្ឋម្នាក់ហើយអាចវិនិច្ឆ័យខុសគ្នាបាទអ្នកខ្លះថារដ្ឋាភិបាលមានបានធ្វើអីទេហ្នឹងហើយប្រាជ័យបាទខ្លះរដ្ឋាភិបាលគេធ្វើបានច្រើនគេជោគជ័យអញ្ចឹងអានឹងជាផ្នត់គំនិតនៅក្នុងសង្គមពហុគំនិតហ្នឹងហើយទាមទារយើងទៅជែកដោយយកហេតុផលជែកដោយយកហេតុផលយកពិចារណាញាណបាទយកផុសតាំងប្រកបបាទយកណាមួយដែលថាអាចធ្វើឲ្យសង្គមនេះវាកាន់តែល្អប្រសើរជាយើងភ័យដើម្បីយកទៅឈ្នះចិត្តឬក៏ចាញ់ចិត្តណានយោបាយយកឈ្នះចិត្តចាញ់ចិត្តនេះយើងថាវាវិវត្តនៅក្នុងសង្គមមនុស្សជាពិសេសនៅក្នុងសង្គមខ្មែរហ្នឹងគឺអត់មានជោគជ័យទេនយោបាយយកឈ្នះចិត្តហ្នឹងគឺបរាជ័យនៅក្នុងវត្តសាស្ត្ររបស់មនុស្សជាតិហ្នឹងជាពិសេសក្នុងវត្តសាស្ត្រខ្មែរយើងណាអញ្ចឹងគុំពឹងថាយើងចង់បានពេលហ្នឹងហើយបានពេលហ្នឹងតែយើងបានវិភាគទានទាំងពេលវាចំណេះដឹងឬក៏អ្វីដើម្បីសង្គមនឹងវាភាពមានល្អផ្សារជាងឡើងដែលយើងគិតថាឥឡូវវាបានប៉ុណ្ណឹងយើងចង់ឲ្យវាល្អជាងប៉ុណ្ណឹងទៀតតែយើងលះបង់ពេលវេលាបានដូចថាយើងធ្វើវេទិកាថ្ងៃនេះអញ្ចឹងសួរយើងមានអីសួរខ្ញុំសុខចិត្តចំណាយពីអស់ម៉ោងនៅមកជែកហ្នឹងយើងយកចូលពេលធ្វើអីបានចំណូលវាមិនល្អជាងប៉ុន្តែយើងគិតថាជីវវិធីកាទៀនរបស់យើងក្នុងនាមអ្នកចិត្តដឹងតិចតួចខ្លះហ្នឹងទៅយើងមកជែកចែករំលែកជាចំណេះជាគំនិតឲ្យអ្នកដទៃទៀតអាចចូលរួមវិភាគទាននឹងដែរជាអ្នកជាអ្នកសិក្សារៀនសូត្រចង់និយាយអញ្ចឹងណាព្រោះយើងទូស្គាល់ដល់ពលរដ្ឋទាំងអស់ហ្នឹងអត់មានអ្នកមានឱកាសរៀនជាសាស្ត្រនយោបាយបានអស់គ្នាទេអញ្ចឹងបើយើងមានជំនាញចេះដឹងលើហ្នឹងយើងអាចចែករំលែករឿងហ្នឹងទៅដើម្បីសង្គមរបស់យើងមានពុទ្ធិបាទបន្ថែមទៅលើជំនាញរបស់ពួកគាត់ផ្សេងៗអញ្ចឹងណាបាទអញ្ចឹងព្រោះយើងមិនមែនជាអ្នកនយោបាយខ្ញុំមិនមែនជាអ្នកនយោបាយដើម្បីទៅវិយាយកអំណាចរដ្ឋនោះអញ្ចឹងខ្ញុំអត់មានជាដំណោះស្រាយក្នុងនាមជាអ្នកនយោបាយទេតែខ្ញុំមានជាគំនិតប្រយោជន៍ជាអ្នករៀនសូត្រអាចដល់ជាដំណោះស្រាយបែបជាអ្នករៀនសូត្រដើម្បីធ្វើម៉េចឲ្យដំណើរការជាសន្តិភាពយើងកាន់តែល្អស្អាតចឹងបាទឥឡូវយើងវេទិកាយើងគឺដល់ម៉ោងហើយតែអាចមានបើឲ្យមានគ្នាយើងមានម្នាក់ពីរនាក់ដើម្បីចេញជាមតិយោបល់ទៀតមុនយើងបិទវេទិកាបាទកុំឲ្យតែខ្ញុំនិយាយខ្លួនឯងសិនបាទសូមជ័យបាទអញ្ចឹងជារួមទៅពេលយើងទម្លាក់ចោលនៃនយោបាយស្អប់ឆ្លាញ់ខឹងស្អប់ដែលយកធម៌ព្រះយកមកជាពិចារណាថាហ្នឹងហើយវាមានហេតុនិងផលរបស់វាហ្នឹងអញ្ចឹងដល់ពេលយើងមានពុទ្ធិនិងយើងមានបញ្ញាហើយយកដួងចិត្តរបស់យើងយកទៅវត្តហ្នឹងហើយដើម្បីគិតពីផលប្រយោជន៍របស់សង្គមហ្នឹងយើងនឹងឃើញថាអ្នកដែលលះបង់ដើម្បីសង្គមក៏ច្រើនហើយអ្នកដែលរងគ្រោះឈឺចាប់ពីនយោបាយហ្នឹងពីខាងវិអតីកាលនោះក៏មានហ្នឹងអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយយើងដឹងថាយើងព្យាយាមទាំងអស់គ្នាវិភាគទានទៅក្នុងសង្គមរបស់យើងតែអ្វីដែលជាគោលការណ៍ស្នូលគឺការយោគយល់ការអត់ឱនចេញពីវប្បធម៌ប្រជាធិបតេយ្យសិនចេញពីវប្បធម៌នៃការចេះស្ដាប់គេវប្បធម៌នៃការហ៊ានបញ្ចេញមតិដោយមានទំនួលខុសត្រូវក្នុងន័យថាយើងជែកវិញ្ញាណឲ្យភាពសំហេតុសំផលបាទមិនចោទប្រកាន់ប៉ុន្តែយើងព្យាយាមជជែកពីបុព្វហេតុពីហេតុហើយអាចផ្ដល់ជាដំណោះស្រាយបានទៀតឬតែល្អប៉ុន្តែមិនអាចទេគឺថាយើងអាចជជែកគ្នាក្នុងរូបភាពអ្វីដែលយើងយល់ជាការយល់ឃើញជាការចេះតែអញ្ចឹងនៅក្នុងរូបភាពមួយដែលឲ្យតម្លៃគ្នាទៅវិញទៅមកនៅក្នុងសង្គមយើងណាបាទ
វាជារៀនសូត្រចាស់បាទវេទិកាយើងរបៀបជាអ្នករៀនសូត្រទេមិនមែនជាវេទិកានយោបាយឬក៏វេទិការវាងតំណាងរាស្ត្រជាមួយនឹងជាបរដ្ឋតែវេទិកាយើងរបៀបជាអ្នកចែកលេខជំនាញហ្នឹងជាអ្នករៀនសូត្រទោះបីបងប្អូនរបស់យើងអាចប្រើប្រាស់ភាសាមួយចំនួនដែលគ្នាយើងស្ដាប់ទៅមកនេះប៉ុន្តែដោយសារនេះជាបាទយើងយល់ដឹងពីយើងទទួលស្គាល់យើងហៅថាយើង feel យើងមានអារម្មណ៍យល់ពីអ្វីដែលគាត់លើកឡើងអញ្ចឹងខ្ញុំក៏មានអារម្មណ៍បែបហ្នឹងដែរគាត់ថាខ្ញុំមិនអាចនិយាយដូចគាត់បានទេដោយសារខ្ញុំមានដែនរបស់ខ្ញុំមានតែបាទមានព្រំដែននៃការជេរខ្ញុំការគិតរបស់ខ្ញុំអាចខុសពីបងប្អូនអាចខុសពីគាត់តែគាត់គឺគាត់មានចេតនាល្អសម្រាប់សង្គមដូចគ្នានឹងគាត់អញ្ចឹងមានថាពេលខ្លះផលព្រះបានលើកឡើងពុទ្ធសាសនាលើកឡើងថាពេលខ្លះពីពិតខ្លះយើងអាចលើកឡើងបានខុសកាលដែរគឺមកអារម្មណ៍ហ្នឹងបាទតាមរយៈនឹងឯការសិក្សាវត្ថុឬការសិក្សារៀនសូត្រអានថែមក៏សមាធិក៏ជែកដោយសម្លេងធូនយើងមិនថាសំនឹងព្រោះសូមអារម្មណ៍របស់យើងស្ងប់នៅពេលយើងបញ្ចេញជានេះយើងនឹងមានភាពហេតុផលនៅពេលយើងជែកប្រកបដោយហេតុផលនឹងឯគេនឹងគ្រប់នឹងឲ្យតម្លៃយើងព្រោះមនុស្សមិនខុសពីសត្វទេតែពេលយើងប្រកបហេតុផលយើងខ្លាចជាសត្វហើយដូចបងលើកឡើងនេះមិនគាត់ថាតើហ៊ានតាមដិតក៏មិននេះណានៅតែខុសយើងតែខុសបន្តិចធ្លាក់ដូចសត្វដូចគ្នាដែរប្រសងដូចគ្នាដែរតែខុសបន្តិចធ្លាក់ទៅនរកដូចគ្នាអញ្ចឹងមិនថានៅពេលយើងបាទនឹងយើងរៀនអប់រំចិត្តរបស់យើងនឹងតាមរយៈការពិចារណានឹងបាទនៅពេលយើងហៅងប់តណ្ហានៃអស្មេមនៈអាភាពអស្មេមនៈរបស់យើងឈប់ប្រកាន់ត្អឹងថាអ្វីដែលយើងគិតច្បាស់ទៅត្រូវ 100% មិនថាយើងអាចស្ដាប់មតិយោបល់របស់គេសិនទោះបីយើងយកមិនយកយើងអាចស្ដាប់ហើយអ្វីដែលយើងយកទៅតល់មកគេសូមឲ្យអារម្មណ៍របស់យើងនៅក្នុងស្ងប់បាទទាំងសំឡេងបាទរបស់យើងឲ្យវាធូនមកយើងនឹងក្នុងនាមជាគូសលនេះខ្ញុំនិយាយទូទៅមិនមែនសម្រាប់លើបងណាហ្នឹងហើយចាហ្នឹងខ្ញុំកំពុងតែសិក្សាពីផ្លូវចិត្តខ្ញុំដែរខ្ញុំមានបញ្ហាចិត្តវាចាប់ដើមហ្នឹងកើតជំងឺផ្លូវចិត្តនឹងច្រើនណាស់វាមានទុកខ្មាញ់ហ្នឹងទៅអញ្ចឹងមិនន័យថាធ្វើយើងមនុស្សដូចថាមនុស្សអាយុកាន់តែច្រើនផ្លូវចិត្តកាន់តែកើនផ្លូវចិត្តណាស់ក្រក់ខ្ញុំស្ដាប់អ្នកខាងវិជាសាស្ត្រអីខាងនេះតែយើងគួរអញ្ចឹងមែនពេលដែលផ្លូវចិត្តអាយុកាន់តែច្រើនគឺផ្លូវចិត្តវាកាន់តែកើនភាពអក្រក់ក្នុងយាបាអប់រំវាកាន់តែកើនភាពអក្រក់ខ្លួនកើនទៅខ្ញុំអត់ដឹងអញ្ចឹងបងហ្នឹងហើយតែពេលបងឯងអាចគេហៅថាធ្វើការវិនិច្ឆ័យដឹងខ្លួនឯងថាមានបញ្ហាយើងអាចទៅជាបាននឹងជោគជ័យឲ្យអត់ដឹងនេះអត់ដឹងយើងខុសអានឹងបានកើតបាទតែមិនមានតែបងឯងខុសចង់និយាយថាអ្វីដែលយើងលើកឡើងដូចខ្ញុំសំដឹងខ្លួនឯងដែរចឹងណាសំដឹងពីចំណុចខ្សោយខ្លួនឯងខ្លះដែរខុសចឹងបាទអញ្ចឹងយើងព្យាយាមដកថយមកវិញហ្នឹងហើយគឺការគិតរបស់យើងគិតមកឆានទៅអាហ្នឹងយើងចឹងតែយើងដកថយវិញចាណាឡើងវិញទៅយើងក៏ឃើញអូខេនេះចឹងមានទឹកនៅពេលវេលានោះថាជាលើកច្រើនចាខ្ញុំសូមមកទៀតខ្ញុំចាំពាក្យរៀងរៀងមួយថាទោះបីណារៀនដល់បណ្ឌិតប៉ុន្តែដែលមករកមកដល់ចនាឲ្យបានល្អនិយាយថាគុណធម៌ហ្នឹងគឺវាត្រូវធ្លាក់ហ្មងចាំពាក្យរៀងរៀងមួយខ្ញុំចាំមិនតែវាអត់ទាន់សិក្សាស្វែងយល់ផ្លូវចិត្តដើម្បីយើងសិក្សាពីផ្លូវចិត្តខ្លួនឯងទៅមិនដឹងថាមែនបាទហ្នឹងហើយរៀនដល់ខ្លួនឯងណាដល់ផ្លូវចិត្តហ្នឹងបានគ្រប់ម្ដងធ្លាក់ទៅអស់វាចឹងតែវាបាត់គុំតម្លៃទាំងអស់ហ្មងណាបាទចឹងហើយខ្ញុំចប់ដល់យកបាទអរគុណហ្នឹងហើយវេទិការបស់យើងនេះជាថ្មីម្ដងទៀតគឺបង្កើតឡើងដើម្បីជា platform ជាវេទិកាមួយដើម្បីចែករំលែកការយល់ឃើញចំណេះចេះដឹងរបស់វាគ្មិនក្តីរបស់អ្នកចូលរួមក្តីនៅក្នុងគោលបំណងដើម្បីអប់រំដើម្បីក្នុងន័យជាអ្នករៀនសូត្រណាបាទអញ្ចឹងមិនមែនជាវេទិកាអីខុសពីហ្នឹងទេគឺតែយើងបង្កើតវេទិកាដើម្បីមានការជែកជាអ្នកសិក្សារៀនសូត្រហ្នឹងអញ្ចឹងវេទិកានេះយើងនឹងព្យាយាមធ្វើប្រចាំសប្តាហ៍លើកលែងនៅសប្តាហ៍ណាដែលយើងរកវាគ្មិនអត់បានហើយអ្នករៀបចំកម្មវិធីរពលយើងទៅក៏យើងទៅសប្តាហ៍មុនយើងរពលទៅរកវាគ្មិនអត់បានក៏នេះទៅក្នុងករណីរកវាគ្មិនអត់បានខ្ញុំជាអ្នកព្រួយផ្ដើមជាមួយក្រុមការងារហ្នឹងគឺថាបើធ្វើជាវាគ្មិនខ្លួនឯងទៀតតែពិតខ្ញុំមិនចង់ធ្វើជាវាគ្មិនទេព្រោះអត់ចង់ឲ្យគំនិតរបស់ខ្ញុំតែម្នាក់ហ្នឹងគ្របដណ្ដប់ទៅលើវេទិកាទាំងនោះខ្ញុំចង់ឲ្យមានការចូលរួមវិញបាទខ្ញុំដាក់ជាសំណួរបំផុសដើម្បីគ្នាយើងចូលរួមទៅវាមានគំនិតផ្សេងគ្នាបាទអញ្ចឹងមានតែរៀមដៃ10ឯងលើនេះมันមានអ្នកលើកដៃ2នាក់ទៀតបារាបាទចង់មានតែចេញទៅចឹងក្រោយបាទខ្ញុំអស់សំណងហើយបាទអរគុណគ្រូខ្ញុំសុំ1នាទីចូលរួមភ្ជាប់ជាមួយបងស្រី
ហ្នឹងហើយបងស្រីអាចខ្ញុំអាចមានបទពិសោធន៍ខ្លះដែរស្តៀងបងស្រីហ្នឹងឧទាហរណ៍ដូចខ្ញុំកាលខ្ញុំសិក្សាតំណែងអន្តរជាតិជាសាស្ត្រនយោបាយដំបូងពេលដែលចូលសិក្សាដំបូងអ្វីដែលយើងដឹងរឿងដែលយើងដឹងដំបូងទៅវាច្រើនណាឆាវមានចិត្តឆាវដូចថាពីពុះវាជ្រុលមកហើយយើងនិយាយយើងបញ្ចេញមតិក្នុងថ្នាក់អីហ្នឹងក៏រៀងតឹងតាមហ្នឹងដែរប៉ុន្តែដល់ពេលយើងស្វែងយល់យូរទៅនៅពេលដែលខ្ញុំរៀនចប់អីដូចបច្ចុប្បន្ននេះហ្នឹងទៅបានធ្វើការបានអីទៅស្រាប់តែយើងគិតត្រឡប់ទៅវិញថាអូតាមពិតមានអ្វីច្រើនដែលយើងអត់ទាន់ដឹងហើយការគ្រប់គ្រងខ្លួនឯងហ្នឹងគឺជារឿងសំខាន់ណាស់ហើយឧទាហរណ៍ដូចរឿងនិយាយភ្ជាប់ជាមួយប្រធានបទយើងថាហេតុអីมันខ្លាចនយោបាយជួនកាលយើងអត់ទាន់ស្គាល់យើងអត់ទាន់ដឹងអញ្ចឹងយើងចេះខ្លាចយើងដូចខ្មោចអញ្ចឹងណាយើងអត់ទាន់ស្គាល់យើងអត់ទាន់ដឹងយើងចេះខ្លាចប៉ុន្តែជាក់ស្ដែងសូម្បីតែខ្លួនយើងនឹងក៏ដោយតែដាច់ខ្យល់ម៉ាត់គឺខ្មោចបាទអញ្ចឹងអាចថាយើងត្រូវសិក្សាច្រើនហើយត្រូវអប់រំពីខ្លួនយើងនឹងទៅហើយយើងត្រូវបើកចិត្តឲ្យទូលាយដើម្បីទទួលមតិចម្រុះឬក៏ស្ដាប់មតិចម្រុះច្រើនអញ្ចឹងទៅអាចថាយើងអប់រំចិត្តយើងបានល្អអញ្ចឹងបាទហ្នឹងជាចំណែកនៃការចូលរួមហើយមួយទៀតតកតងនឹងការចូលរួមសកម្មភាពនយោបាយមិនប្រកាសថាទាល់តែទៅជួយប្រទេសជាតិអីទាំងស្រុងឯងកាយើងចាប់ពីគ្រួសារយើងទៅចាប់ពីខ្លួនយើងទៅឧទាហរណ៍អេយ៉ាបតយើងនៅទីសាធារណៈយើងគូធ្វើម៉េចយើងគូគោរពច្បាប់ចរាចរណ៍យើងគូចូលរួមសម្អាតបរិស្ថានអីឡាក់អាហ្នឹងជាការចូលរួមជួយអភិវឌ្ឍសង្គមជាតិយើងអញ្ចឹងនឹងអរគុណច្រើនគ្រូអរគុណអ្នកចូលរួមទាំងអស់ហើយជ្រាបលាបាទអរគុណណាស់បាទអញ្ចឹងសូមនឹងអរគុណអ្នកទាំងអស់គ្នាបាទដែលបានចូលរួមជែកផុសផលបាទថ្ងៃហ្នឹងគឺទៅជែកក្តៅយើងទៀតមករដងបាទក្តៅហ្នឹងមានន័យអវិជ្ជមានហ្នឹងមានតែដឹងជាការផុសផលហ្នឹងអីបាទយើងរៀនហ្នឹងហ្នឹងយើងអាចទៅជែកដេញដោល challenge គ្នាបានទៀតដើម្បីយើងនឹងជារកធានវត្តដើម្បីឲ្យបានឲ្យអ្នកនរគ្នាបានចូលរួមទៅជែកបានច្រើនជាងសំណួរឬក៏នេះចង់ឲ្យថាចេញទេហើយអាចจะសួរដេញដោលនេះវិញមកក៏ជាល្អដែរហ្នឹងតែក្នុងរូបទៀតគោរពឲ្យតម្លៃគ្នាទៅវិញមកហ្នឹងយើងជាងប្រើភាសាដែលមិនគួរប្របីដើម្បីប៉ះពាល់ទៅវាអាចប៉ះពាល់ហៅថាធ្វើអ្នកដទៃឈឺចាប់ដោយសារភាសាយើងយើងអត់ចង់ទេព្រោះយើងចង់ឲ្យគេធ្វើយើងឈឺចាប់ក៏យើងចង់ធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារយើងដែរអញ្ចឹងយើងជាភាសាឲ្យតម្លៃគ្នាទៅវិញមកអញ្ចឹងអត់ចង់ឲ្យវែងឆ្ងាយទៅទេខ្ញុំសូមអរគុណហើយយើងសូមបញ្ចប់កិច្ចការត្រឹមថ្ងៃនេះបាទមានសប្តាហ៍ក្រោយគឺសិនជាមានធាតុវត្តយើងនឹងបង្ហោះទៅតាមប្រព័ន្ធផ្សាយសង្គមរបស់យើងបាទអញ្ចឹងសូមអរគុណសូមរីករាយចំសប្តាហ៍ហើយជូនពរសុខភាពល្អនិងជោគជ័យជាពិសេសគឺសប្បាយរីករាយនៅក្នុងទីបុណ្យអុំទូកនៅពេលខាងមុខបាទសូមអរគុណបាទជោគជ័យអរគុណជម្រាបបាទអរគុណគ្រូអរគុណគ្រូជម្រាប